ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ page របស់ខ្ញុំទៀតបាទហើយខ្ញុំប្រហែលថ្ងៃហ្នឹងគឺអត់បាន post វីដេអូអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំចង់ post វីដេអូបន្តទៀតទៅនឹងរដូវផ្ការីកនៅប្រទេសឆែកបងប្អូនបាទអញ្ចឹងទៅយើងឃើញថាឥឡូវហ្នឹងគឺនៅគ្រប់ទីកន្លែងគឺពោពេញទៅដោយផ្កាបងប្អូនហើយឥឡូវទៅតាណាក៏សម្បូរផ្ការីកដែរបងប្អូនបាទហើយជាទូទៅចំពោះភ្ញៀវទេសចរហ្នឹងគឺគាត់ចូលចិត្តមកលេងនៅតំបន់ហ្នឹងបងប្អូននៅកន្លែងដែលខ្ញុំឈរថតហ្នឹងគឺដោយសារតែនៅហ្នឹងវាសម្បូរប្រភេទផ្កាបែបហ្នឹងបងប្អូនគេហៅផ្កាសាគុរ៉ាក៏ប៉ុន្តែហ្នឹងមិនជាផ្កាសាគុរ៉ាទេគឺជាផ្កាហៅថា cherry blossom អញ្ចឹងនៅអឺរ៉ុបគេចូលចិត្តដាំប្រភេទផ្កាហ្នឹងបងប្អូនដោយសារតែវាងាយស្រួលក្នុងការដាំអញ្ចឹងហើយក៏គេពេញនិយមអញ្ចឹងណាបងប្អូនបាទហើយជារៀងរាល់ឆ្នាំអីចឹងខ្ញុំឡើងមកលេងនៅតំបន់ហ្នឹងដោយសារតែហ្នឹងវាមានផ្ការីកស្អាតហើយវាយើងអាចមើលទៅឃើញនៅក្នុងទីក្រុងអញ្ចឹងណាបងប្អូនបាទហើយថ្ងៃហ្នឹងដែរគឺអាកាសធាតុល្អមែនទេបងប្អូនគឺបើកថ្ងៃបងប្អូនបាទហើយបើជារាល់ថ្ងៃវិញគឺមិនងាយបើកថ្ងៃបងប្អូនបាទដោយសារតែឥឡូវហ្នឹងគឺវាដល់រដូវផ្ការីកអញ្ចឹងទៅអាកាសធាតុប៉ះថ្ងៃណាហ្នឹងគឺវាល្អទៅប៉ះថ្ងៃណាហ្នឹងគឺវាភ្លៀងធ្លាក់អញ្ចឹងណាបងប្អូនបាទចឹងទៅថ្ងៃដែលខ្ញុំមកលេងហ្នឹងគឺសំណាងដែរបងប្អូនវាបើកថ្ងៃប្រហែលម៉ោងដែរពី3ម៉ោងចឹងទៅក៏នាំគ្នាមកថតរូបលេងបងប្អូនបាទចឹងពីផ្ទះខ្ញុំមកហ្នឹងគឺអត់សូវឆ្ងាយទេបើខ្ញុំជិះ public transportation ហ្នឹងគឺជិះប្រហែលជាកន្លះម៉ោងទេបងប្អូនគឺយើងមកដល់ហ្នឹងហើយបងប្អូនហើយខ្ញុំហើយនឹងមិត្តភ័ក្តិខ្ញុំហ្នឹងគឺក្នុងគ្នាមកលេងដោយសារថាកុំឲ្យរំលងអញ្ចឹងពេលរដូវផ្ការីកអញ្ចឹងទៅពេលយកបានមកទៅវាស្ដាយបងប្អូនបាទហើយរដូវផ្ការីកនឹងផងដែរគឺអត់យូរទេបងប្អូនតាមអាទិត្យពីអាទិត្យហ្នឹងគឺអស់ផ្កាហើយបងប្អូនបាទបើយើងមកអត់តាន់ទេគឺអស់ផ្កាលេងបងប្អូនបាទនៅកន្លែងហ្នឹងអញ្ចឹងបងប្អូនបាទហើយបើពុកម៉ែបងប្អូនមកលេងនៅអឺរ៉ុបអីចឹងណាកុំភ្លេចមកលេងនៅទីក្រុងប្រាកផងបងប្អូនបាទជាទូទៅខ្ញុំឃើញគ្នាយើងឬបងប្អូនមួយចំនួនគឺគាត់ចូលចិត្តទៅលេងតែនៅប្រទេសបារាំងប្រទេសអាល្លឺម៉ង់ឬក៏អេស្ប៉ាញឬប្រទេសផ្សេងមួយចំនួនទីដូចស្វីសអញ្ចឹងណាតែបងប្អូនអាចមកលេងនៅទីក្រុងប្រាកបងប្អូនអាចគិតថានៅទីក្រុងប្រាកពិតជាស្អាតមែនបងប្អូនជារួមទៅបើនិយាយនៅក្នុងអឺរ៉ុបអញ្ចឹងនៅទីក្រុងប្រាកគឺជាប់ top 10 បងប្អូនបើគេមកលេងនៅអឺរ៉ុបអញ្ចឹងគឺគេអត់ដែរចោលទេទីក្រុងប្រាកដោយសារតែនៅទីក្រុងប្រាកហ្នឹងវាសម្បូរអគារចាស់បុរាណច្រើនហើយកន្លែងដែលដើរមើលហ្នឹងគឺវាមានច្រើនគួរសមដែរបងប្អូនបាទបើប្រៀបធៀបជាមួយនឹងទីក្រុង Berlin នៅ Berlin អត់សូវមានអីមើលទេបងប្អូនបើខ្ញុំទៅនឹងពី3ដងដែរប៉ុន្តែអត់សូវមានអីមើលអញ្ចឹងណាបើប្រៀបធៀបជាមួយនឹងទីក្រុងប្រាកហ្នឹងគឺខុសគ្នាដាច់បងប្អូនបាទនិយាយបើគេទៅបើនៅអឺរ៉ុបណាបើនៅអឺរ៉ុបគ្នាគេវិញគឺគេវាច្រើនគឺគេមកលេងនៅប្រាកជាជាងទៅ Berlin អញ្ចឹងបងប្អូនហើយគេចិត្តទៅទីក្រុងផ្សេងជាជាងទៅទីក្រុងបេឡាំងអញ្ចឹងហើយនឹងដោយសារតែនៅទីក្រុងបេឡាំងហ្នឹងគឺជាទីក្រុងថ្មីបងប្អូនជារួមទៅនៅហ្នឹងគឺភាគច្រើនគឺជាតំបន់សេដ្ឋកិច្ចអញ្ចឹងទៅអាគារអីថ្មីច្រើនអញ្ចឹងណាបើពុកម៉ែបងប្អូនចង់មើលអាគារថ្មីអូខេទៅនឹងបានតែបើពុកម៉ែបងប្អូនចង់ដឹងថាអាគារសំណង់បុរាណបែបបុរាណរាប់រយឆ្នាំអីចឹងអាចមកនៅទីក្រុងប្រាកបានបងប្អូនសារណានៅទីក្រុងប្រាកហ្នឹងមានអាគារចាស់ច្រើនអញ្ចឹងណាបងប្អូនបាទហើយនៅទីក្រុងប្រាកហ្នឹងដែរគឺជាកន្លែងដែលស្ដេចយើងគាត់មកសិក្សានៅហ្នឹងអញ្ចឹងបងប្អូនគាត់រៀន